បាទជម្រាបសួរដូចជួបស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺថាមកមើលដើមក្រូចសើចយើងទៅដាំសាក្រោយបងប្អូនណាខ្ញុំមានដាំបន្តគ្នារហូតចឹងបងប្អូននេះដាំបានកន្លះខែបងប្អូនណានេះកន្លះខែគឺថាត្រួយវាល្អដែរបងប្អូនលាស់មកនេះអាភេទទូចទេបងប្អូនបាទតែភេទមេឃផ្សាំដែរបងប្អូនណាបាទឥឡូវយើងមកមើលតើអាមេឃផ្សាំហ្នឹងវាមានអាដើមត្រួយគល់វាហ្នឹងបងប្អូនណានេះអាគល់ក្រូចនេះបងប្អូនមើលអូស្មៅបានបើស្មៅបងប្អូននេះបងប្អូនពីទស្សនាមកទាំងអស់គ្នាណាឲ្យមើលបាននេះវាមានលោះខ្នែកមកចេះពីគល់វាអានេះមិនមែនជាក្រូចនេះគឺឆ្មាបងប្អូនណាគល់វាគឺឆ្មាពេលបោះយើងផ្សាំតមេឃមកចេញជាក្រូចសើចបងប្អូនណានេះក្រូចសើចប៉ុន្តែអាលោះត្រួយបែបនេះយើងត្រូវដកចេញបងប្អូនណាកាច់វាចេញដើម្បីបើស្មៅស្អាតសិនបើស្មៅគល់ដើម្បីបងប្អូនងាយស្រួលមើលបងប្អូនណាបាទបងប្អូនងាយស្រួលមើលថាដំណាំយើងនឹងល្មិចហើយបងប្អូនខ្លះអត់ដឹងទេបងប្អូនណាអត់ដឹងស្មានតាស្មានតានេះហ្នឹងនេះស្មានតានេះហ្នឹងគឺសើចដែរហើយបើយើងទុកវាអត់ល្អទេបងប្អូនកាលណាយើងទុកអាប្លុកគល់វានេះចេញមកហ្នឹងគឺធ្វើឲ្យដើមវានេះចិញ្ចឹមអាមេត្រួយថ្មីនេះបងប្អូនណាចិញ្ចឹមមេត្រួយនេះអានេះមិនមែនគួយសើចទេដល់ពេលហើយធ្វើឲ្យគួយសើចយើងអត់ល្អទេតែយើងភ្លេចមើលនេះអត់ល្អទេដូច្នេះយើងកុំឲ្យទុកវាបងប្អូនណាយើងត្រូវដកវាចេញនេះកាច់វាចេញអស់មកនេះមិនមែនគួយសើចទេគល់វានេះផ្សេងណាបងប្អូនណាបាទនេះដើរមើលតាមគល់ទាំងអស់ដកចេញឲ្យស្អាតជាមកនេះអត់អីទេនេះវាមានកម្លាំងហើយវាមកស្រូបសារធាតុចិញ្ចឹមមកចិញ្ចឹមមកដើមនេះបងប្អូននេះឃើញត្រួយល្អបងប្អូននេះលោះខ្ចីល្អបងប្អូនណាបាទប៉ុណ្ណឹងវាល្អមានតែប៉ុណ្្នឹងបងប្អូនណាបាទជួយចែករំលែកថាយើងដើរមើលតើអាគល់ណាយើងមានលាស់ខ្នែងអញ្ចឹងយើងដកវាចេញទៅបានបងប្អូនណាបាទហើយបោចស្មៅតាមគល់ស្អាតផងសាររវល់ពេកបានដកស្មៅប្រហែលមកតិចទៀតបានកាត់ស្មៅហើយបងប្អូនណាកាត់ស្មៅថែមជីវាតិចទៅគឺថាលឹកវាធំត្រួយល្អបងប្អូនណាបាទអរគុណច្រើនវីដេអូមានតែប៉ុណ្្នឹងបងប្អូនណាបាយបាយ